ในขนมวีดีโอนี้ខ្ញុំសូមធ្វើការអាប់ដេតបងប្អូនពាក់ព័ន្ធទៅនឹង battery health របស់ iPhone 16 Pro Max ក្រោយពេលយើងប្រើអស់រយៈពេលច្រើនខែមកនេះអ្នកប្រើ iPhone ទាំងអស់គ្នាក៏ដូចជាអ្នកមួយចំនួនទៀតគឺគាត់ចង់ដឹងចំណុចគេហៅថាធ្លាក់ភាគរយថ្ម iPhone មែនទែនតែម្ដង3ខែក្រោយមក4ខែក្រោយមក5ខែក្រោយមកតើវាធ្លាក់ដល់កម្រិតណាហើយអញ្ចឹងណាអូខេអញ្ចឹងឥឡូវខ្ញុំសូមអាប់ដេតឲ្យបងប្អូនយើងមើលបាទអញ្ចឹងឥឡូវបងប្អូនយើងចូលទៅកន្លែង setting មកដើម្បីចង់ដឹងពី battery health របស់យើងឥឡូវគឺវាខែម៉ានហ្នឹងបងប្អូនយើងខែ3ណាហើយ iPhone ហ្នឹងចេញខែ9បាទអញ្ចឹងខ្ញុំបានវានៅខែ10អញ្ចឹងខ្ញុំប្រើពីខែ10ទៅមកទល់ខែ3ហ្នឹងគឺវាប្រហែលខែហើយអញ្ចឹងដូចជា5ខែអីដែរអញ្ចឹងវាសមណាស់គួរតែធ្លាក់ភាគរយឯងអញ្ចឹងណាយើងប្រើច្រើនខែមកនេះអូខេបាទអញ្ចឹងឥឡូវខ្ញុំសូមចូល setting ឲ្យបងប្អូនយើងបានមើលទាំងអស់គ្នាបាទហើយយើងចូលកន្លែង battery មកឥឡូវ battery health ឥឡូវហ្នឹងចំណុច battery គឺគេដាក់នៅលើគេហៅថា page ខាងលើគេតែម្ដងពីមុនមកគឺវាអាចនៅក្រោមបន្តិចបងប្អូនយើងអញ្ចឹងឥឡូវគឺខាងលើនេះនៅម្ដុំនេះតែដឹងថានៅក្នុង category លើគេអញ្ចឹងបងប្អូនយើងចុចចូលមើលវាមកបាទហើយបងប្អូនយើងក៏លេខមើលកន្លែង battery health យើងមកតើវាធ្លាក់ភាគរយនៅបាទ100%ដដែលអញ្ចឹងឆ្នាំនេះ iPhone 16 Pro Max ពាក់ព័ន្ធទៅនឹងគេហៅថា maximum capacity ថ្មរបស់វាហ្នឹងគឺដូចជាល្អជាង iPhone 15 Pro Max កាលពីឆ្នាំទៅ iPhone 15 Pro Max ហ្នឹងអ្នកខ្លះ3ខែក្រោយមក4ខែក្រោយមកមានសញ្ញាមិនល្អនៅត្រង់ចំណុចថ្មហ្នឹងហើយវាអាចធ្លាក់ភាគរយថ្មឡើងកម្ដៅខ្លាំងអញ្ចឹងណាបងប្អូនយើងឬក៏គេហៅថាចំណុចបញ្ហាផ្សេងៗអញ្ចឹងទៅប៉ុន្តែនៅលើ iPhone 16 Pro Max សញ្ញាទាំងអស់នោះគឺខ្ញុំអត់ឃើញមានបងប្អូនយើងបាទមកពី iOS version 18វា optimize ល្អជាងមុនក៏ថាបានឬក៏មកពីម៉ាស៊ីនថ្មីក៏ថាបានក៏ដូចជាការ optimize ផ្សេងៗនៅលើ software iOS អញ្ចឹងទៅអញ្ចឹងក្រោយពេលប្រហែលខែមកនេះបងប្អូនយើងឃើញណាយើងអាចនៅរក្សាគេហៅថាទំហំ capacity maximum capacity ហ្នឹងពាក់ព័ន្ធនឹង battery health របស់យើងណាកន្លែងហ្នឹងដូចខ្ញុំនិយាយយ៉ាងធ្លាក់ហ្នឹងគឺប៉ះពាល់ខ្លាំងបងប្អូនយើងធ្វើឲ្យយើងអ្នកប្រើ iPhone ហ្នឹងអត់សូវសប្បាយចិត្តធ្វើឲ្យអ្នកទិញហ្នឹងគឺគេរើសអើងផងដែរអ្នកខ្លះគឺគេអត់ទិញអា iPhone ដែលមានធ្លាក់ភាគរយទៀតទេបាទតែធ្លាក់ 1% ហ្នឹងក៏គាត់រៀងគេហៅថាអន់សពូនចិត្តដែរអញ្ចឹងបងប្អូនយើងតែក្នុងចិត្តគាត់ចង់បានអាកប់តែម្ដងបើសិនជាបានអី 100% ពេញគឺកាន់តែអេមអញ្ចឹងបើសិនជា iPhone យើងវានៅរក្សាថ្មភាគរយ 100% បែបនេះគឺល្អបើសិនជាបងយើងចង់លក់ចេញក៏យើងមានប្រៀបអីចឹងដែរបងនេះក៏យើងវាល្អដែរហើយ cycle count របស់វាហ្នឹងគឺ188តិចដែរតាបងប្អូនយើងខ្ញុំប្រើច្រើនខែបងប្អូនយើងណាបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងប្រើតាំងពីខែ10មក10 11 12ខែ1ខែ2ខែ3បាទអញ្ចឹងឥឡូវ March ថ្ងៃទី3ហ៎បាទណាប្រើ6ខែហ្នឹងគឺនៅ 100% ពេញរយណាបានបងប្អូនយើងហើយសាក់តែ100 charge cycle count ហ្នឹង15 Pro Max កាលពីឆ្នាំទៅមិនបាន6ខែទេគឺថា cycle count យើងហ្នឹងគឺឡើង200ជាងណាហើយថ្មហ្នឹងអាចធ្លាក់ដល់98 99អីចឹងទៅហើយ6 7ខែក្រោយមកហ្នឹងធ្លាក់93អីចឹងទៅខ្ញុំខ្លួនឯងជាពិសេសបទពិសោធន៍ខ្ញុំហ្នឹងគឺថាមិនបាច់និយាយបងប្អូនយើងនៅលើ15 Pro Max អញ្ចឹង16 Pro Max នេះទាំងថ្មវាក៏ដោយបងប្អូនយើងណាថ្មវាក៏ល្អដែរបាទអញ្ចឹងកាន់បើសិនបងប្អូនយើងសាក់ម្ដងអញ្ចឹងទៅប្រើបានយូរមួយថ្ងៃពេញហ្នឹងគឺដឹងថាអេមែនតែម្ដងដូចខ្ញុំឯនេះអូមិនបាច់និយាយបងប្អូនហើយណាលេងហ្គេមអីកប់ហ្មងនេះ PUBG លេងសុទ្ធតែ PUBG នេះលេងមែនតែហ្មងណានេះបាទមិនធម្មតាទេណាលេងយូរបាទអញ្ចឹងខ្ញុំអាចនិយាយថា iPhone 16 Pro Max ថ្មវាល្អឡើងកម្ដៅក៏អត់សូវមានដែរបងប្អូនណាបាទអញ្ចឹងពាក់ព័ន្ធទៅនឹង optimization ទៅលើថ្មហ្នឹងគឺថាល្អនៅលើ iPhone 16 Pro Max ហ្នឹងហើយបងប្អូនយើងបាទអញ្ចឹងអរគុណណាស់នេះគឺជាការអាប់ដេតខ្លីនៅលើ iPhone 16 Pro Max ពាក់ព័ន្ធនឹងចំណុចថ្មរបស់វាបាទអញ្ចឹងឥឡូវហ្នឹងគឺ6ខែមកហើយខ្ញុំឃើញថានៅតែតាន់ល្អទេបាទអញ្ចឹងគឺអត់ទាន់មានការធ្លាក់ភាគរយអីទេសម្រាប់ iPhone 16 Pro Max ចុះអ្នកប្រើ iPhone 16 Pro Max ជួយប្រាប់ខ្ញុំផងតើធ្លាក់ភាគរយថ្មឬនៅណាបងយើងហើយអ្នកផ្សេងៗហ្នឹងដល់កម្រិតណាហើយបាទអរគុណណាស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយ